Ngày nay adminនឹងមកនិយាយហើយនឹងមករៀបរាប់អំពីផ្ទះដែលដាច់ស្រយាលពីគេណាហើយនឹងសួស្តីទៅកាន់បងប្អូនទាំងអស់ភូមិញជាតាដែលតែងតែជួយចិត្តស្ដាប់នៃរាត្រីរន្ធត់នៃការដំណាលនៃសាច់រឿងណាឥឡូវយើងចូលទៅដល់សាច់រឿងយើងហ្មងណាហ្នឹងហើយកុំឲ្យស៊ីម៉ោងយូរនៃដើមដំបូងពីដើមឡើយផ្ទះចាស់ហ្នឹងជាភូមិរបស់គេទេហ្នឹងហើយដល់ពេលក្រោយមកទៀតចឹងទៅគេក៏រុះរើកន្លែងហ្នឹងចឹងទៅគេនាំគ្នាឈប់នៅចឹងទៅគេទៅបង្កើតភូមិថ្មីហើយនៅសល់ផ្ទះហ្នឹងមួយហើយចាស់ចាស់ជំនាន់ហ្នឹងក៏តែងតែនិយាយថាផ្ទះចាស់ដែលគ្មានមនុស្សនៅណាទោះបីវានៅថ្មីក៏ដោយវាចាស់ទ្រុឌទ្រោមក៏ដោយក៏វានឹងមានប្រភេទជាអមនុស្សនៅគេនៅថែរក្សាគេនៅកាន់ហ្នឹងហើយសម័យហ្នឹងចាស់ចាស់គាត់តែងតែធ្លាក់ភ្លៀងមួយមេពីរមេចឹងទៅគាត់តែងទៅបកាយត្រីឬក៏ចាប់កែបកែបស្រូវយើងហើយនឹងដាក់លបដាក់អីចឹងទៅមើលកន្លែងឲ្យហើយចឹងទៅគាត់ថាគាត់ដើរឆ្លោះរហូតដល់ហួសពីភូមិចឹងទៅគាត់ក៏បានជួបផ្ទះចាស់មួយដែលដាច់ស្រយាលខ្ញុំក៏មិនបានដឹងឈ្មោះគាត់អ្វីដែរសារចាស់ចាស់ជំនាន់ហ្នឹងគាត់តែងតែជួបជុំគ្នាគាត់ចឹងទៅមានថ្នោតជូរមានអីចឹងទៅគាត់តែងតែពីនិយាយពីរឿងនេះរឿងនោះចឹងទៅហើយយើងក្មេងយើងបានត្រឹមអង្គុយស្ដាប់ហើយនឹងអង្គុយគៀននឹងចឹងទៅគាត់ថាដល់ពេលដែលគាត់ឆ្លោះដាច់ស្រយាលពីភូមិមួយទៅភូមិមួយហ្នឹងគាត់ក៏បានជួបដើមឈើមួយធំហើយនៅខាងក្រោមហ្នឹងមានផ្ទះចាស់មួយដែលទ្រុឌទ្រោមហើយគាត់ថាចម្ងាយប្រហែលជា50ម៉ែត្រមានដើមឈើធំមួយដើមហ្នឹងអោប3ជុំមនុស្សគាត់ក៏និយាយតទៅទៀតណាគាត់ក៏បានវិលមកភូមិវិញចឹងទៅដល់ពេលគាត់មកដល់ភូមិគាត់ងាកមើលទៅពីចម្ងាយតែមនុស្សយើងមកចឹងទៅយើងតែងតែមើលពីចម្ងាយទៅវិញណាដល់គាត់មើលទៅគាត់ថាឃើញភ្លើងធំមួយពណ៌ក្រហមហោះចេញពីដើមហ្នឹងហើយគាត់ក៏និយាយបកក្រោយទៅវិញគាត់ថាមុននឹងគាត់ទៅដល់ដើមឈើដែលមានផ្ទះចាស់ហ្នឹងណាគាត់ថាគាត់ដើរជិតទៅដល់ដូចថាខ្វះដូចជា100ម៉ែត្រហ្នឹងគឺគាត់នឹងទៅដល់ហើយប៉ុន្តែគាត់ថាមុននឹងគាត់ទៅដល់ហ្នឹងគាត់ឮសលេងមុនហើយឮល្វើយមកចឹងទៅតាមខ្យល់អីចឹងទៅហើយខ្ញុំក៏បានសួរគាត់ខ្ញុំសួរថាចាំមុននឹងទៅដល់ផ្ទះចាស់ហ្នឹងតើល្មិចបានទៅដល់គាត់ថាគាត់ដេញវាយកែបឃើញកែបហ្នឹងវាយទៅវាជាធំវាយទៅជាធំចឹងទៅស្រាប់តែវាលោតទៅបាត់នៅកន្លែងហ្នឹងចឹងទៅគាត់ក៏រឿងព្រឺស្បល់ហើយគាត់ក៏ចេញមកភូមិវិញមកចឹងណាហើយចាស់ចាស់គ្នាគាត់ហ្នឹងក៏តែងតែមានរឿងនិយាយថាម្នាក់មួយចេញម្នាក់ពីរចូលថាមានរឿងបន្តចឹងទៅមិញហ្នឹងយើងនិយាយអំពីអំប្រុសទី1ឥឡូវយើងចូលអំប្រុសទី2ណាគាត់ថានៅខាងគាត់នេះមានដើមអំពិល5ដើមហើយដើមអំពិលហ្នឹងឲ្យតែអ្នកស្វឹងស្រាទៅដឹងតែស្វាងហើយដូចថាអ្នកស្វឹងខ្លាំងចឹងទៅណាដើរកាត់តាមនឹងអីស្វឹងខ្លាំងដឹងថានៅនឹងឯងវែងនៅនឹងឯងតែណារួចទេតោះតែស្វាងបានមកផ្ទះរកផ្ទះឃើញហើយមកផ្ទះហ្នឹងក្លិតក្លាញហើយដៃជើងតិចតិចអស់ហើយគាត់ថាគាត់ខំប្រឹងស្រែកហៅឲ្យគេមកជួយគាត់សារគាត់លងទឹកណាពេលស្វាងស្រាមានអីហែលទឹកខំប្រឹងទៅធាក់អាទឹកដីអាចណាស់ហ្នឹងឯងមានអីវាក្លិតដៃក្លិតជើងក្លាញអស់ហើយគាត់ថាដើមអំពិល5ដើមហ្នឹងបើអ្នកអត់ស្វឹងគឺកម្រងវែងផ្លូវទៅតែណាស់តែអ្នកស្វឹងគឺទៅដឹងតែជួបហើយជួបហេតុការណ៍ហ្នឹងហើយដូចគ្នាចឹងហើយដល់ចូលអំប្រុសទី3អំប្រុសទី3គាត់ថាគាត់រកស៊ីនៅខាងប៉ោយប៉ែតសម័យហ្នឹងគាត់ថាយើងមិនតាន់មានអីទេសនៈផ្ទះអីទេអញ្ចឹងគាត់ត្រូវងើបចេញពីផ្ទះរបស់គាត់ហ្នឹងម៉ោង4ដើម្បីដើរទៅដល់ប៉ោយប៉ែតហ្នឹងវាទៅដល់ម៉ោង6ម៉ោង7ដើម្បីគាត់លើកអីវ៉ាន់ពីប៉ោយប៉ែតហ្នឹងយកមកខ្មែរយើងគាត់ថាពីអ្នកប្តីប្រពន្ធគាត់ហ្នឹងគាត់ដើរទៅផ្លូវកាត់ទេផ្លូវកាត់វាលស្រែដល់ពេលផ្លូវកាត់ហ្នឹងវាមានដើមអំពិលមួយហើយចែកដល់អីគាត់ដើរទៅអាដើមអំពិលហ្នឹងវាលលំពាំងផ្លូវមុខគាត់ហ្នឹងហើយគាត់ថាគាត់ក៏មិនបានខ្វល់អីដែរ
គាត់គ្រាន់លាន់មកថាដើមអំពិលនេះដួលបាត់រលំបាត់ហើយគាត់ក៏មិនបានអើពើអីដែរគាត់ថាគាត់ដើរលងដើមអំពិលហ្នឹងទៀតគាត់ដើររហូតទៅដល់ប៉ោយប៉ែតហ្នឹងណាដល់កន្លែងគាត់បោះដុំលក់រាយលក់អីចឹងទៅសម័យហ្នឹងមិនដឹងថាគាត់លក់អីដែរគាត់ថាប៉ោយប៉ែតហ្នឹងគេសម័យហ្នឹងគេទូលគេអីគេរកស៊ីអាគុយរកស៊ីអីចឹងទៅថាគាត់នៅដល់យប់ទេចឹងម៉ោង3ចឹងទៅគាត់ត្រូវត្រឡប់មកវិញហើយមួយគាត់ថាផ្ទះគាត់នៅឆ្ងាយចឹងគាត់នៅអត់បានយូរទេពេលគាត់ដើរមកវិញឃើញអាដើមអំពិលហ្នឹងវាមានសភាពដូចដើមវិញវាអត់ឃើញដួលតាណាឃើញបាក់តាណាទេចឹងតាំងពីហ្នឹងមកគាត់លែងហ៊ានដើរតាមផ្លូវកាត់ហ្នឹងចឹងទៅហើយផ្ទះដំណារចាស់របស់យើងហ្នឹងមានការរៀបរាប់ដូចជាច្រើនដែរអ៊ំពូមីងចឹងទៅចឹងយើងក៏ដល់ពេលដែលយើងត្រូវបញ្ចប់ដែរសាច់រឿងរបស់យើងហ្នឹងវាអត់បានវែងទេហើយក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលបានចូលស្ដាប់នៃសាច់រឿងដែលខ្ញុំបាទជាអ្នកដំណើរហើយខ្ញុំបាទក៏សូមជូនពរពីចម្ងាយសូមឲ្យមានសុខភាពល្អហើយកុំភ្លេចជួយចុចពាក្យថា Subscribe ដើម្បីលើកកម្លាំងចិត្តដល់ Admin ផង